ដំរីក្នុងវាលវប្បធម៌និងប្រវត្តិសាស្ត្រខ្មែរសត្វដំរីគឺជានិមិត្តរូបអតិថិភាពខ្លាំងក្លានិងប្រាជ្ញាក្នុងអរិយធម៌ខ្មែរតាំងពីសម័យបុរាណមកដំរីមិនធ្លាប់គ្រាន់តែជាសត្វធាតុដើមប៉ុណ្ណោះទេគឺជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ជំនឿនិងការកសាងប្រទេសជាតិផងដែរការតាក់ភ្ជាប់រវាងដំរីនិងអរិយធម៌ខ្មែរមានភាពស៊ីជម្រៅដោយឆ្លុះបញ្ចាំងពីទស្សនវិជ្ជាសម័យបុរាណចំពោះធម្មជាតិនិងពិភពនិមិត្តរូបដំរីក្នុងចក្រវាឡនិទាននិងជំនឿប្រពៃណីយោងតាមប្រភពស្រាវជ្រាវសត្វដំរីត្រូវបានគេចាត់ទុកថាជាសត្វប្រកបដោយវិញ្ញាណពិសេសអាចយល់ដឹងភាសាមនុស្សនិងស្ដាប់តាមបញ្ជាម្ចាស់របស់ខ្លួនលក្ខណៈវិញ្ញាណពិសេសនេះធ្វើឲ្យដំរីក្លាយជាដៃគូមួយដ៏សំខាន់ក្នុងសកម្មភាពខាងវិញ្ញាណវិទ្យានិងជាតំណាងឲ្យកម្លាំងខាងវិញ្ញាណផងដែរក្នុងរឿងព្រេងខ្មែរដំរីត្រូវបានគេផ្សារភ្ជាប់ជាមួយនឹងព្រះរាជានិងថ្នាក់ដឹកនាំការសិក្សាបង្ហាញថារឿងព្រេងខ្មែរជាច្រើនដែលតំណាងឲ្យសម័យកាលប្រវត្តិសាស្ត្រផ្សេងៗបានលាយលក្ខណៈនិទានជាមួយនឹងហេតុការណ៍ពិតឧទាហរណ៍ប្រាក់កេតុមាឡាអរិតពលពិហេណូត្រូវបានគេចាត់ទុកថាជាតំណាងរបស់ព្រះបាទយសោវ្ម័នទី1ដែលជាបុត្រព្រះឥន្ទ្រវ្ម័នទី1ក្នុងរឿងព្រេងព្រះឥន្ទ្របានបញ្ជាឲ្យព្រះវិស្វកម្មសាងប្រាសាទជាក្រោលពោព្រះឥន្ទ្រដែលត្រូវគ្នានឹងការសាងប្រាសាទព្រះគោក្នុងប្រវត្តិសាស្ត្រមហេដ្ឋិឫទ្ធិដំរីក្នុងសមរភូមិនិងការកសាងអរិយធម៌ដំរីមិនគ្រាន់តែជានិមិត្តរូបនៃកម្លាំងខាងវិញ្ញាណប៉ុណ្ណោះទេថែមទាំងជាកម្លាំងយោធានិងជំនួយការសំខាន់ក្នុងការកសាងប្រទេសជាតិផងដែរឯកសារប្រវត្តិសាស្ត្របានចារឹកថាវីរភាពរបស់សត្វដំរីត្រូវបានបុព្វបុរសខ្មែរចារឹកជាប់នៅលើជញ្ជាំងប្រាសាទបុរាណដោយមានបង្ហាញពីសត្វរឿងក្នុងការប្រើប្រាស់សត្វដំរីជាកម្លាំងដ៏រឹងមាំដើម្បីប្រយុទ្ធក្នុងសមរភូមិក្រៅពីនេះដំរីក៏ជាកម្លាំងស្នូលក្នុងការកសាងប្រាសាទរាប់រយនៅលើទឹកដីអង្គរការប្រើប្រាស់ដំរីដើម្បីអូសទាញឈើធន់និងថ្មដ៏ធំដែលត្រូវការសាងសង់ប្រាសាទបុរាណបង្ហាញពីប្រាជ្ញាក្នុងការគ្រប់គ្រងប្រើប្រាស់ធនធានធម្មជាតិរបស់ខ្មែរតួនាទីដំរីក្នុងសង្គមខ្មែរបុរាណតួនាទីការប្រើប្រាស់សារៈសំខាន់យោធាជាយានជំនិះក្នុងសមរភូមិជានិមិត្តរូបនៃកម្លាំងយោធានិងភាពឈ្នះសំណង់ជំនួយការក្នុងការដឹកជញ្ជូនសម្ភារៈជំរុញការកសាងស្ថាបត្យកម្មដ៏អស្ចារ្យសេដ្ឋកិច្ចជំនួយការក្នុងការធ្វើកសិកម្មនិងដឹកជញ្ជូនជាមធ្យោបាយផលិតកម្មនិងលំហូរច្រឡំវប្បធម៌ជាផ្នែកមួយនៃពិធីបុណ្យនិងជំនឿជាតំណាងឲ្យកម្លាំងវិញ្ញាណនិងភាពអច្ឆរិយៈទំនាក់ទំនងដំរីមនុស្សការចែករំលែកជីវិតនិងវប្បធម៌ទំនាក់ទំនងរវាងមនុស្សនិងដំរីមានភាពស្និទ្ធស្នាលជាទំនៀមទម្លាប់តាមការសិក្សាមានគ្រួសារខ្មែរជាច្រើនដែលជាម្ចាស់ដំរីចាត់ទុកដំរីជាសមាជិកមួយនៃគ្រួសារឬជាញាតិពលរបស់គេការចិញ្ចឹមដំរីគឺជាសកម្មភាពប្រវត្តិសាស្ត្រដែលធ្វើឡើងជារៀងហួសតាំងពីសម័យបុរាណមកក្នុងភូមិភាគឦសាននៃប្រទេសកម្ពុជាការចិញ្ចឹមដំរីត្រូវបានគ្រប់គ្រងដោយម្ចាស់ជាច្រើនគ្រួសារបន្តត្រកូលតាំងពីយូរមកការចិញ្ចឹមនេះមិនមែនជាការងាយស្រួលទេព្រោះដំរីត្រូវការចំណីយ៉ាងហោចណាស់300គីឡូក្រាមក្នុងមួយថ្ងៃនិងតម្រូវឲ្យមានការថែទាំដ៏លំបាកបរិយាកាសនិងបញ្ហាប្រឈមទំនាក់ទំនងរវាងមនុស្សនិងដំរីកំពុងជួបប្រឈមនឹងបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរជាពិសេសក្នុងសម័យបច្ចុប្បន្នការបាត់បង់ព្រៃឈើនិងការប្រែប្រួលបរិយាកាសធ្វើឲ្យការចិញ្ចឹមដំរីកាន់តែលំបាកតាមការបកស្រាយម្ចាស់ដំរីនៅខេត្តរតនគិរីត្រូវបរដំរីពី10ទៅ20គីឡូម៉ែត្រដើម្បីទៅដល់ព្រៃដែលជាការចំណាយពេលយូរនិងរំខានដល់ការប្រកបរបរផ្សេងទៀតស្ថានភាពនេះបង្ហាញពីការប្រែប្រួលទំនាក់ទំនងរវាងមនុស្សនិងធម្មជាតិក្នុងសង្គមខ្មែរស្នាដៃស្ថាបត្យកម្មដំរីជាស្ថាបនិកអរិយធម៌ការសិក្សាបង្ហាញថាការកសាងប្រាសាទអង្គរដ៏អស្ចារ្យគឺមិនអាចកន្លងផុតដល់រូបភាពដំរីបានឡើយតាមពិតទៅដំរីជាកម្លាំងសំខាន់ក្នុងការដឹកជញ្ជូនសម្ភារៈសំណង់និងជំនួយការក្នុងការកសាងប្រាសាទការប្រើប្រាស់ដំរីក្នុងការកសាងប្រាសាទបានបង្ហាញពីប្រាជ្ញាក្នុងការរៀបចំសង្គមនិងការប្រើប្រាស់បច្ចេកទេសរបស់ខ្មែរនេះគឺជាផ្នែកមួយនៃអរិយធម៌ដែលយល់ថាជាធំទាំងឡាយណាដែលសភាពនៃតម្លៃលូតលាស់ដុះដាលល្អប្រសើរខ្ពង់ខ្ពស់ថ្លៃថ្នូរស្នាដៃសាច់រឿងដំរីក្នុងនិទានកថានិងអក្សរសិល្ប៍ក្នុងអក្សរសិល្ប៍ខ្មែរដំរីត្រូវបានរៀបរាប់តាមបែបបុរសទី1ឬទី3ដែលជាវិធីសាស្ត្រនិទានរឿងការនិទានអំពីដំរីតាមបែបបុរសទី1ធ្វើឲ្យអ្នកអានយល់ពីអារម្មណ៍របស់តួអង្គបានកាន់តែស៊ីជម្រៅនេះបង្ហាញពីទំនាក់ទំនងផ្លូវវិញ្ញាណរវាងមនុស្ស
និងតម្រីដែលអាចធ្វើឲ្យយើងយល់ពីវិញ្ញាណនិងអារម្មណ៍របស់សត្វនេះបានកាន់តែច្បាស់សេចក្តីសន្និដ្ឋាននិទានកថាអរិយធម៌ដ៏អស្ចារ្យសត្វដំរីគឺជានិមិត្តរូបដ៏សំខាន់នៃអរិយធម៌ខ្មែរដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងរវាងមនុស្សធម្មជាតិនិងពិភពវិញ្ញាណតាំងពីសម័យបុរាណមកដំរីមានតួនាទីពហុមុខងារទាំងក្នុងផ្នែកយោធាសំណង់សេដ្ឋកិច្ចនិងវិញ្ញាណវិទ្យាទំនាក់ទំនងរវាងមនុស្សនិងដំរីបានអនុវត្តជាក់ស្ដែងក្នុងសង្គមខ្មែរតាមរយៈការចិញ្ចឹមការប្រើប្រាស់ក្នុងការងារនិងចូលរួមក្នុងពិធីបុណ្យប្រពៃណីការប្រែប្រួលបរិយាដ្ឋាននាសម័យបច្ចុប្បន្នបានធ្វើឲ្យទំនាក់ទំនងនេះកាន់តែសំខាន់ដោយតម្រូវឲ្យមានការយល់ដឹងនិងការពារបន្ថែមនិទានកថាអំពីដំរីគឺជានិទានកថាអំពីអរិយធម៌ខ្មែរដែលបានបន្សល់ទុកនូវស្នាដៃដ៏អស្ចារ្យនិងទស្សនវិជ្ជាជីវៈដ៏ជ្រាលជ្រៅអំពីទំនាក់ទំនងរវាងមនុស្សនិងធម្មជាតិការសិក្សានិងផ្សព្វផ្សាយអំពីនិទានកថានេះគឺជាផ្នែកមួយនៃការពារនិងអភិវឌ្ឍអរិយធម៌ខ្មែរក្នុងសម័យបច្ចុប្បន្នសូមអរគុណការទស្សនាវីដេអូនេះតាំងពីដើមដល់ចប់បើចូលចិត្តកុំភ្លេចចុចជាវនៅវីដេអូហើយដាក់សញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀត